ភ្លៀងរាំងហើយឆ្នាំនេះគឺផ្សិតដុះខ្លាំងមែនទែនមិនថាផ្សិតបញ្ជោឬមួយក៏ផ្សិតកងកទេជារៀងរាល់ឆ្នាំគឺមិនថាផ្សិតកងកឬក៏ផ្សិតបញ្ជោមិនសម្បូរដូចឆ្នាំនេះទេប៉ុន្តែឆ្នាំនេះនិយាយពីថាអូយផ្សិតសម្បូរអីសម្បូរយ៉ាងនេះរាល់ដងធ្លាប់ទៅថាទិញគេហូបប៉ុន្តែថ្ងៃនេះគឺចង់មកដកផ្ទាល់នៅក្នុងព្រៃឬខ្លួនឯងតែម្ដងគ្រាន់តែបើកក្បាលវីដេអូមកក៏ដឹងថាពួកខ្ញុំនេះកំពុងទៅណាហើយគឺថ្ងៃនេះគឺចូលព្រៃមករកដកផ្សិតកងកព្រោះថាមករយៈនេះគឺឃើញគេលក់នៅផ្សារគឺច្រើនខ្លាំងមែនទែនហើយខ្ញុំនេះជារៀងរាល់ដងគឺខ្ញុំទិញតែគេទេទិញម្ដង1គីឡូ2គីឡូអីហូបមិនអស់ហូបមួយឆ្អែតតែម្ដងប៉ុន្តែដោយសារតែថ្ងៃនេះគឺខ្ញុំចង់មករកក្នុងព្រៃផ្ទាល់ដោយខ្លួនឯងសម្រាប់ផ្សិតមួយប្រភេទនេះគឺវាមិនជាពិបាករកដូចផ្សិតប៉ក់ទេបើសិនជាផ្សិតប៉ក់មិនបានយើងពិបាករកតែបើសម្រាប់ផ្សិតកងកនេះគឺវាដុះនៅក្នុងព្រៃដោយផ្សិតប៉ក់ដែរប៉ុន្តែវាងាយស្រួលរកជាងផ្សិតប៉ក់ប៉ុន្តែផ្សិតមួយប្រភេទនេះដល់តែវានៅព្រៃរាំងជ្រៅជ្រៅព្រៃរាំងក្រាស់ក្រាស់បានវាដុះតែបើសម្រាប់ផ្សិតប៉ក់សំបីទៅតាមវាលក៏វាដុះបានដែរវាម្យ៉ាងម្នាក់ទេថាងាយស្រួលក៏បានថាពិបាកក៏បានដែរហើយផ្សិតដែលខ្ញុំកំពុងតែកាន់នឹងដៃនេះគឺជាផ្សិតពុលមិនមែនជាផ្សិតកងកទេណាបងប្អូនគេហៅថាផ្សិតអីទេខ្ញុំក៏មិនស្គាល់ដែរហើយខ្ញុំក៏មិនហ៊ានហូបទេដោយសារតែផ្សិតនេះបើយើងមិនស្គាល់ពីប្រភេទផ្សិតច្បាស់លាស់ទេគឺយើងមិនមែនចេះទៅហូបទេពួកអាចមានផ្សិតខ្លះវាពុលចឹងណាហើយផ្សិតមួយប្រភេទនេះគឺខ្ញុំអត់ recommend ឲ្យបងប្អូនទៅដកទេបើសិនជាបងប្អូនអត់ស្គាល់ព្រោះមានផ្សិតខ្លះគឺវាស្តៀងនឹងផ្សិតកងកហើយអាផ្សិតពើលឿងនេះគេហៅថាផ្សិតអាយ៉ងអានឹងយើងហូបបានដែររីឯផ្សិតដែលខ្ញុំកំពុងកាន់នឹងដៃនេះក៏មិនមែនជាផ្សិតកងកទេនេះគេផ្សិតទឹកអីទេបងប្អូនអត់ហូបទេខ្ញុំខ្លាចពុលខ្ញុំអត់ហ៊ានយួរទេខ្ញុំយួរទៅផ្សិតណាដែលថាខ្ញុំស្គាល់ប្រភពច្បាស់លាស់ហើយមិនបានខ្ញុំហ៊ានហូបតែបើសម្រាប់អាផ្សិតដែលខ្ញុំកាន់នឹងដៃនេះគឺផ្សិតកងកប៉ុន្តែដោយសារវារលួយគឺយើងអត់ដកទេអត់យួរទេដល់មួយថ្ងៃឃើញថាខ្ញុំដកផ្សិតកងកអត់បានទេដោយសារតែគេដកមុនអស់ហើយនៅតាមព្រៃរាក់អញ្ចឹងគឺអត់មានទេបងប្អូនអើយគេដកតិចទីអស់ហើយភាគច្រើនវាដកតែតាមព្រៃជ្រៅជ្រៅដែលអត់សូវមានមនុស្សទៅដល់តែបើថានៅតាមព្រៃចិត្តភូមិចេះយើងទៅអត់ដកអត់ទាន់គេទេគេដកតិចទីមុនអស់ហើយអញ្ចឹងហើយថ្ងៃនេះដកផ្សិតអត់បានមានតែដកធីងតែម្ដងទៅហើយអាផ្កានេះគឺផ្កាធីងបងប្អូនយើងអាចយកទៅស្លប្រហើស្លគោបានបន្ទាប់ពីថាដកធីងដកអីទៀតខ្ញុំឃើញដើមមកឃើញដើមប្រស្វាអានេះគេហៅថាប្រស្វាបងប្អូនខ្ញុំដកប្រស្វាដើម្បីយកទៅទុកធ្វើម្ហូបសម្រាប់ប្រស្វានេះផងដែរយើងអាចយកទៅញ៉ាំក៏បានឬមួយក៏យកទៅហូបមកលក់ក៏បានដែរអានឹងបើតាមចំណង់ចំណូលចិត្តបងប្អូនធ្លាប់យកទៅធ្វើអីគឺធ្វើនឹងទៅប្រហែលផ្សិតថ្ងៃនេះមិនត្រឹមតែថាយើងដកផ្សិតកងកទេប្រទេសអីគឺយើងយកនោះមិញគឺខ្ញុំដកធីងដកប្រស្វាឥឡូវនេះដើរមកប្រទេសផ្សិតប៉ក់ខ្ញុំដកផ្សិតប៉ក់ហើយផ្សិតប៉ក់ដែលខ្ញុំកំពុងដកនេះផងដែរមិនមែនជាផ្សិតប៉ក់ស្បែកទេគឺគេហៅថាផ្សិតប៉ក់វាលបងប្អូនឬមួយក៏ខាងខ្ញុំហៅថាផ្សិតប៉ក់ម៉ោះហើយសម្រាប់ផ្សិតប៉ក់ម៉ោះនេះគឺវាអត់រសជាតិវាគឺអត់សូវចង្អាញ់ដូចផ្សិតប៉ក់ស្បែកទេរសជាតិវាលក្ខណៈថាដូចយើងហូបកន្តិចឈើអញ្ចឹងណាបើសិនជាប៉ក់ស្បែកអានឹងមិនចង្អាញ់ហូបទៅជាតិសម្រាប់ប៉ក់ម៉ោះនេះខ្ញុំអត់ដឹងទេអ្នកផ្សេងតែបើសម្រាប់ខ្ញុំទោះបីតែខ្ចីក៏ខ្ញុំអត់ហូបដែរមិនមែនថាមិនហូបទេហូបដែរប៉ុន្តែវាចង់និយាយថាវាអត់ចង្អាញ់វាអត់សូវចូលចិត្តសរុបសេចក្តីមកថ្ងៃនេះមករកផ្សិតកងកគឺអត់បានផ្សិតកងកទេបានទេទៅធីងទៅផ្ទះវិញទៅធីងនេះគឺយកទៅប្រហែលជាទុកស្លប្រហើឬមួយក៏ស្លកកូក៏បានដែរតាមចំណង់ចំណូលចិត្តព្រោះថាកំអយថាទៅផ្ទះវិញគឺអត់បានអីសោះធ្វើម៉េចឲ្យទៅបានប្រឡែប្រឡុកប្រឡែព្រៃអីបានទៅផ្ទះមកពីផ្ទះសេចក្តីសង្ឃឹមប្រហែលជាបានផ្សិតមកកន្ត្រកនេះហើយនេះខំយកកន្ត្រកមកឡើងប្រប៉ុណ្ណាណៃតែចុងក្រោយម្នាយហើយខកចិត្តមិនបានសំបីតែមួយជើងសម្រាប់ខ្ញុំគឺខ្ញុំដកអត់បានសំបីអ្នកមួយជើងទេនេះបានតែទៅធីងទេសេតខ្លាំងមែនទៀតមករមួយថ្ងៃអត់បានផ្សិតត្រឡប់ទៅផ្ទះវិញសោះជាមិនផុតពីការទិញគេហូបទេផ្សិតនេះវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះឯងបងប្អូនអរគុណជំរាបលាបាយ